ឡានដឹកសពទៅតែចេញពីមាត់ឆ្កែនេះថានៅចិញ្ចាំថ្នល់បានផ្ដាច់ខ្សែចុងស្ទុះមកខំឈូសជាប់មិនលែងដូចឈួតអ្នកហើយសពទាំងអស់គ្នាស្រឡាញ់ក៏បើកុំឈូសមើលឃើញថាតានៅក្នុងនោះនៅមានដង្ហើមសំឡាងល្អដែលរកឃើញទាន់ពេលក៏បានសង្គ្រោះជីវិតគាត់ឃើញថាឆ្កែនេះថានោះមានវិញ្ញាណដឹងខុសត្រូវក៏បានយកវាមកចិញ្ចាំឲ្យទៅនៅក្បែរចៅស្រីដើម្បីការពារណាទៅដឹងថាថ្ងៃនេះឆ្កែនេះថានោះស្រាប់តែមកមិនព្រមចេញពីខាងជើងខោរបស់ចៅស្រីហើយខំប្រឹងអូសនាងចូលទៅក្នុងផ្ទះវិញប្រាប់នាងថាផ្ទះនេះមានគ្រោះថ្នាក់ប្រញាប់ចាក់ចេញពីទីនេះទៅក៏ដឹងពីភាពវៃឆ្លាតរបស់ឆ្កែនេះដែរនាងសម្រេចចិត្តរចេញទាំងតែត្រូវស្វាមីខាត់ទុកព្រោះគាត់គិតថានាងឈួតហើយតែជឿសម្ដីរបស់ឆ្កែបែបនេះអូនធ្វើការថែមរហូតវង្វេងវង្វាន់អស់ហើយមែនទេបងព្រមទៅជាមួយអូនទេបងមិនទៅហើយបងក៏មិនឲ្យអូនទៅដែរជីនស៊ូយ៉ាវបើអូនហ៊ានដើរចេញពីទ្វារនេះពួកយើងនឹងលែងលះគ្នាយកព្រមទេផ្ទះឡាននឹងប្រាក់សន្សំទាំងអស់ឲ្យទៅអូនចុះអូនសុំយកតែឌូឌូតែដើម្បីឆ្កែមួយក្បាលនឹងមែនទេគឺដោយសារតែវាដេកបិទភ្លើងមាត់ទ្វារអូនធ្លាប់ប្រាប់បងថាធម្មតាវាចូលចិត្តចេញទៅតែបងកាន់ខ្សែចុងវាលោតកម្ពស់1ម៉ែត្រឯណោះថ្ងៃនេះវាគ្រាន់តែមិនចង់ចេញទៅក្រៅរឿងឈួតនេះវាអាចបញ្ជាក់ពីស្អីទៅពួកយើងខំប្រឹងអស់10ឆ្នាំហើយ10ឆ្នាំទម្រាំតែអាចសង់សម្បុកនៅក្នុងទីក្រុងនេះបានឥឡូវអូនមកប្រាប់បងតែដោយសារឆ្កែមួយក្បាលមិនចង់ចេញត្រូវរើចេញទាំងយប់នឹងមែនទេវាបានឃើញអ្វីដែលបងមើលមិនឃើញឃើញស្អីទៅលោកតារបស់អូនធ្លាប់និយាយថាបើឆ្កែបិទផ្លូវស្លាប់គឺវាចង្អុលបង្ហាញផ្លូវរស់ឲ្យពី18ឆ្នាំមុនលោកតារបស់អូនធ្លាប់ចិញ្ចឹមឆ្កែពណ៌លឿងមួយក្បាលមួយថ្ងៃមុនពេលកើតហេតុឆ្កែមួយក្បាលនោះក៏ដេកបិទផ្លូវមាត់ទ្វារបែបនេះដែរកើតរឿងអីប្រាប់បងមកមើលអូនប្រាប់បងមកមើលថាមានរឿងអីកើតឡើងបងមិនមែននិយាយថាអូនឈួតទេអីជីនឈូយ៉ាងកុំនិយាយពាក់កណ្ដាលទីបែបនេះឆ្លើយនឹងបងមកកាលពី18ឆ្នាំមុននោះថ្ងៃបន្ទាប់គ្រប់គ្នាចាប់ផ្ដើមលូនលើដីដោយប្រាក់វេវៈទាំង4ពេលចិនដាវយន្តចុះក្រោមអារម្មណ៍មិននឹងនោះធ្វើឲ្យខ្ញុំស្ទើរតែចង់ក្អួតចំណត់ឡានក្រោមដីនៅម៉ោង1រំលងអាធិបត្រជាក់ដោយឆ្អឹងខ្ញុំញ៉ាត់ឌូឌូចូលទៅក្នុងឡានតូចសម្រាប់ធ្វើដំណើររបស់ខ្ញុំអីក្រោយពេលបញ្ឆេះម៉ាស៊ីនដែលខ្ញុំញ័រស្ទើរតែសឹកសមិនចូលនៅខណៈពេលដែលឡានបើកចេញពីចំណតទូរស័ព្ទរបស់ឈិនយូជើក៏បានទៅចូលមកខ្ញុំចុចបិទហើយគាត់ក៏เต็มកំដរទៀតវិលឡើងបែបនេះជាច្រើនដងនាឡិកានៅលើកុងតូឡានលោតដល់ម៉ោង1:15នាទីខ្ញុំជន់កែអស់ជើងសម្ដៅទៅច្រកចូលផ្លូវលបឿនលឿននៅក្នុងកញ្ចក់មើលក្រោយទីក្រុងដ៏ស្រស់ស្អាតនិងអ៊ូអរនោះកំពុងតែថយក្រោយយ៉ាងលឿនឌូឌូសម្រាននៅកៅអីក្រោយក្នុងសភាពកកញ័រខ្លួនដូចបាសភ្នែកវានៅតែសម្លឹងទៅក្រៅបង្អួចរបស់ខ្ញុំដែលកាន់ចង្កូតកញ័រដោយមិនដឹងខ្លួនសម្ដីដែលលោកតាបានផ្ដាំខ្ញុំមុនពេលគាត់លាចាក់បានលាន់នៅក្នុងខួរក្បាលខ្ញុំម្ដងទៀតស៊ូយ៉ាវឲ្យសត្វឆ្កែនឹងណាបើវាបិទផ្លូវស្លាប់គឺវាចង្អុលបង្ហាញផ្លូវឡានកំពុងបើកបរយ៉ាងលឿននៅលើផ្លូវលបឿនលឿនខ្ញុំមិនហ៊ានបិទភ្នែកសូម្បីតែមួយវិនាទីឡើយស្រមោលប្រភេទនៅក្នុងភ្នែករបស់ឌូឌូបានរលាយបាត់ទៅច្រើនហើយប្រស្រីភ្នែករបស់វាចាប់ផ្ដើមផ្ដោតមើលវាមិននៅរឿងកំប្រឹងដូចជាដុំឈើទៀតទេតែវាបែរជាព្រិចភ្នែកយឺតហើយបន្លឺសំឡេងធ្ងន់តិចនៅពេលចេញយូស៊ូខលមកខ្ញុំមិនចូលគាត់ក៏បានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គមដែលជាវីដេអូកាត់ចេញពីកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះនៅក្នុងវីដេអូខ្ញុំមើលទៅមានការព្រួយបារម្ភនិងល្វីអស់កម្លាំងហើយកំពុងអូសឆ្កែរត់ចេញទៅក្រៅទាំងស្លន់ស្លោដោយមានផ្ទៃខាងក្រោយជាផ្ទះដែលរញ៉េញ៉ៃដោយសារការឆ្លុះប្រកែកគ្នាការ5ឆ្នាំមិនស្មើនឹងក្រសែភ្នែកមួយឆ្មៃរបស់ឆ្កែផងប្រពន្ធខ្ញុំខឹងព្រោះតែឆ្កែមិនព្រមដាក់លេងទ្រព្យសម្បត្តិនឹងលេងលេះជាមួយខ្ញុំហើយរើចេញទាំងយប់តើអ្នកណាអាចប្រាប់ខ្ញុំបានទេថាខ្ញុំគួរធ្វើដូចម្តេចប្រអប់មតិយោបល់ស្រាប់តែផ្ទុះឡើងភ្លាមស្រីម្នាក់នេះប្រហែលជាគ្មានកូនកើតទេបានជាយកឆ្កែមកចិញ្ចឹមធ្វើជាកូនបង្កើតបែបនេះអស់ហើយដឹងគឺចិញ្ចឹមឆ្កែរហូតដល់វង្វេងវង្វាន់អស់ហើយកើតកូនមិនបានក៏រករឿងរករ៉ាវមើលទៅដំបងជាមនុស្សធម្មតាសោះមិនក៏រៀបការហើយឈួតបែបនេះខ្ញុំមិនបានប្រកែកតវ៉ាឡើយមិនបានពន្យល់អ្វីទាំងអស់បានត្រឹមតែជន់កែឡានទៅមុខរហូតបាក់បោរហូតដល់ម៉ោង3 ទីភ្លឺខ្ញុំក៏បានទទួលទូរស័ព្ទពីសុងយូឈីនដែលជាម្ដាយក្មេករបស់ខ្ញុំគ្រាន់តែលើភ្លាមគាត់ក៏បានជេរប្រតិចយ៉ាងខ្លាំងតាមទូរស័ព្ទច្បាស់ណាស់ថាគាត់បានដឹងរឿងរ៉ាវពីដើមដល់ចប់ពីជេនយូស៊ូហើយជីនស៊ូយ៉ាវឯងជាស្រីនាំចង្រៃខ្លួនឯងកើតកូនមិនបានបែរជាយកអាសត្វត្រឆាននោះធ្វើជាកំណប់ទ្រព្យទៅវិញចាត់ទុកសត្វធាតុជាកំណប់ទ្រព្យទ្រាំនឹងឯងយូរហើយតើឯងចង់ធ្វើបាបកូនប្រុសយ៉ាងមកមែនទេគេចិត្តបានឡើងជាអនុប្រធានក្រុមហ៊ុនទៅហើយចុះឯងមកឈួតអីនៅទីនេះខ្ញុំក៏បានចុចបិទទូរស័ព្ទភ្លាមបន្ទាប់មកម្ដាយបង្កើតរបស់ខ្ញុំក៏បានផ្ញើសារជាសម្លេងរាប់សិបសារមកសម្លេងរបស់គាត់ហាក់ដូចជាកំពុងយកយ៉ាវកូនប្រញាប់ត្រឡប់ទៅសុំទោសយូស៊ូទៅកូនទាំងពីរធ្វើការនៅទីនោះអស់រយៈពេល10ឆ្នាំទម្រាំតែបានលំនឹងជីវិតតើកូនអាយុប៉ុន្មានហើយមានរឿងអីមិននិយាយគ្នាសម្រួលគ្រាន់តែរឿងឲ្យចំណេញឆ្កែសោះចាំបាច់ត្រូវរត់ចេញពីផ្ទះដែរគ្រួសារខាងនោះគេធុញទ្រាន់នឹងកូនស្រាប់ហើយស្ដាប់ម៉ែមួយម៉ាត់ទៅឈប់បង្កចំនួនទៀតទៅមិត្តភក្តិជិតស្និទ្ធនិងមិត្តរួមការងារក៏បានផ្ញើសារមកជាបន្តស៊ូយ៉ាតើឯងមានរឿងអីប៉ះទង្គិចចិត្តមែនទេបងចេះនិយាយថាបើឯងមិនព្រមត្រឡប់ទៅវិញទេគាត់នឹងរីកាថាឯងបានតែដាក់ពាក្យស្នើសុំទៅតុលាការដើម្បីបញ្ជាក់ថាឯងមានសម្លឹងមើលដូដូនៅកៅអីខាងក្រៅដោយមិននិយាយអ្វីមួយម៉ាត់ខ្ញុំបានភ្លុកទំនាក់ទំនងទាំងអស់គ្នាខ្ញុំបានបិទទូរស័ព្ទហើយសម្លឹងទៅខាងមុខយ៉ាងមុតមាំមិនយូរប៉ុន្មានគាត់ក៏បានផ្ញើសារព្រមានចុងក្រោយមកខ្ញុំជីនស៊ូយ៉ាវក្រោយពេលអូនចាក់ចេញទៅបងបានគិតពិចារណាឡើងវិញច្រើនណាស់តែបងពិតជាមិនយល់តតែថ្ងៃនេះហេតុអ្វីបានជាអូនត្រូវធ្វើបែបនេះបងបានដាក់ពាក្យសុំបង្កការធនាគារក្រោមឈ្មោះរបស់អូនហើយបើអូននៅតែមិនព្រមត្រឡប់មកវិញទេបងនឹងដាក់ពាក្យប្តឹងលែងលះពិតមែនហើយ2នាទីក្រោយមកខ្ញុំក៏ទទួលបានសារជូនដំណឹងពីធនាគារចេនយូស៊ូបានរាយការណ៍ថាបាត់កាត់ចម្បង2ដែលស្ថិតក្រោមឈ្មោះរបស់ខ្ញុំគាត់កំពុងបង្ខំឲ្យខ្ញុំត្រឡប់ទៅវិញថាឲ្យតែគាត់កាត់ផ្ដាច់ប្រភពហិរញ្ញវត្ថុរបស់ខ្ញុំត្រូវវាត្រឡប់ទៅវិញដូចជាសាច់ឆ្កែនេះថាតែគាត់មិនដឹងឡើយថាខ្ញុំមិនមែនកំពុងរករឿងឡើយគឺខ្ញុំកំពុងតែរត់គេចដើម្បីយកជីវិតបេះដូងខ្ញុំលោតញាប់ខ្លាំងណាស់អារម្មណ៍មិនសុវត្ថិភាពនោះកាន់តែធ្ងន់ធ្ងរឡើងហាក់ដូចជាមានដៃដែលមើលមិនឃើញមួយកំពុងតែច្របាច់ករបស់ខ្ញុំបានព្យាយាមផ្ញើសារទៅកាន់មិត្តភក្តិល្អមួយចំនួនដើម្បីផ្ញើសារទៅកាន់ពួកគេស្ដាប់ខ្ញុំទៅចាក់ចេញពីទីក្រុងហៃឈឹងយប់នេះឲ្យបានលឿនតាមដែលអាចធ្វើទៅបានវិនាទីបន្ទាប់ខ្ញុំត្រូវបានគេទាត់ចេញពីក្រុមឆាតប្រធានក្រុមបានផ្ញើសារមកសបផ្សាយភាពភ័យស្លន់ស្លោនៅទីនេះសូម្បីតែពាក្យចាំអារ៉ាមក៏ត្រូវមានកម្រិតដែរខ្ញុំបានត្រឹមតែសើចចំអល់ខ្លួនឯងរួចបិទទូរស័ព្ទហើយជន់កែឲ្យអស់ទីបំផុតទឹកភ្នែកដែលខំទប់ក៏ហូរស្រក់ចុះមកឥឡូវនេះពួកយើងបានបាត់ចេញមកចម្ងាយ200 គីឡូម៉ែត្រអាចប្រែខ្លួននិងក្រោកឈរដោយខ្លួនឯងបានហើយវាបានមកក្បែរកញ្ចឹងរបស់ខ្ញុំហើយត្រដុសតិច
ប្រតិកម្មរបស់វាចាប់ដើមរហ័សរហួនឡើងវិញរបស់វាក៏វិលមករស់រវើកដូចដើមដូដូមានតែអញទេដែលជឿជាក់លើខ្ញុំមែនទេដូដូបានស្រែកធ្ងន់ខ្សឹបមួយវឹបកែវភ្នែករបស់វាថ្លាឆ្វង់និងពោពេញដោយភាពវាស្គាល់ខ្ញុំច្បាស់ជាងមនុស្សទាំងនោះទៅទៀតខណៈខ្ញុំខ្លាចជាផ្ទាំងស៊ីបខ្លាចជាមនុស្សឈួតនៅក្នុងភ្នែករបស់មនុស្សគ្រប់គ្នាជាស្រីម្នាក់ដែលគ្មានកូនហើយចាត់ទុកឆ្កែជាកូនស្រីឈួតម្នាក់ប៉ុន្តែខ្ញុំក្រឡេកមើលកុងតឡានៅទីនោះសល់សាំងកន្លះធុងទៀតឲ្យតែបើកបាន200គីឡូម៉ែត្រទៀតខ្ញុំនឹងចូលដល់តំបន់អាចចាក់ចេញពីទីក្រុងនេះបានទាំងស្រុងចំណែកឯដូដូតែងតែសម្លឹងទៅក្រៅនោះគឺជាផ្លូវរស់ម៉ោង5ព្រឹកខ្ញុំត្រូវបង្ខំចិត្តឈប់នៅកន្លែងឈប់សម្រាកពេលនេះដូដូបានជាសះស្បើយទាំងស្រុងហើយវាបានលោតចុះពីលើឡានយ៉ាងរហ័សរហួនដើម្បីក្រៅពីមើលទៅហាក់ដូចជាហត់នឿយអ្វីខុសប្លែកពីធម្មតាឡើយភាពងុយគេងបានសម្រុកចូលមកដូចទឹកជំនន់ខ្ញុំបានសម្រានលក់ភ្នែកក្នុងឡានអស់រយៈពេល2ម៉ោងប៉ុន្តែនៅពេលដែលខ្ញុំរៀបនឹងចេញដំណើរម្ដងទៀតឡានពណ៌ខ្មៅដ៏សាំភ្នែកមួយគ្រឿងបានមកឈប់កាត់តាំងពីមុខឡានរបស់ខ្ញុំយ៉ាងទាន់ហន់ហើយបានបិទផ្លូវរបស់ខ្ញុំយ៉ាងណែនណាប់ភ្លាមនោះឈិនយីជើក៏បានចុះពីលើឡានដោយមានមិត្តភក្តិមាតុធំមក2នាក់ដើរតាមពីក្រោយភ្នែករបស់គាត់ឡើងក្រហមញ៉ាំមានពុកចង្កាលេខឡើងតិចនៅលើចង្កាមើលទៅទាំងហត់នឿយនិងឈួតលីលាជីនស៊ូយ៉ាវចុះពីលើឡានមកគាត់បានទះកញ្ចក់ឡានរបស់ខ្ញុំយ៉ាងខ្លាំងរហូតដល់សឹងតែបែកកញ្ចក់ខ្ទេចឈាមក្នុងខ្លួនរបស់ខ្ញុំបានច្រាឡើងដល់ក្បាលភ្លាមនឹកស្មានមិនដល់ថាគាត់ប្រើប្រាស់ប្រព័ន្ធអ៊ីបដើម្បីស្វែងរកទីតាំងរបស់ខ្ញុំឃើញខ្ញុំមិនត្រឡប់ទៅជាមួយអ្នកវិញទេខ្ញុំបានស្រែកប្រាប់តាមរយៈខ្ញុំនិយាយរឿងអត់ប្រយោជន៍ជាមួយអ្នកស្រែកប្រាប់អ្នកដំណើរដែលកំពុងចំរោមមើលថាសូមអ្នករាល់គ្នាជួយខ្ញុំផងប្រពន្ធរបស់ខ្ញុំមានជំងឺវង្វេងវង្វាន់ធ្ងន់ធ្ងរចាត់ទុកឆ្កែជាកូនបង្កើតហើយចេះចង់រត់ចេញពីផ្ទះជាមួយឆ្កែឥឡូវនេះស្មារតីរបស់នាងមិននឹងនោះទេខ្ញុំត្រូវតែនាំនាងត្រឡប់ទៅព្យាបាលវិញនោះនៅកន្លែងសម្រាប់តែងតែចូលចិត្តចេះដឹងរឿងគេអ្នកដំណើរ2 3នាក់បានដើរមកជិតហើយចង្អុលបង្ហាញមកកាន់ខ្ញុំថាអូហូស្រីម្នាក់នេះមើលទៅស្អាតបាតតែអ្វីបានជាខួរក្បាលមិនប្រក្រតីបែបនេះប្រញាប់ត្រឡប់ទៅផ្ទះជាមួយប្តីវិញទៅនាងជាមនុស្សស្រីដែលគ្មានកូនចិញ្ចឹមឆ្កែមួយក្បាលទៅបានហើយកុំធ្វើឲ្យខ្លួនឯងឈួតអីមិត្តភក្តិរបស់ចិនជីជើថែមទាំងបានដកខ្សែពូចេញមកទៀតក្នុងបំណងពិតជាចង់ខ្ញុំដូចមនុស្សឈួតនាំត្រឡប់ទៅវិញមែនខ្ញុំមិនបានឈួតទេបើអ្នកឯងហ៊ានប៉ះខ្ញុំទៀតខ្ញុំនឹងប្តឹងប៉ូលីសមិនបាច់ទៅក៏បាននោះជាវាសនារបស់អ្នកកុំមករ៉ារាំងខ្ញុំបើមិនខំទេខ្ញុំនឹងប្តឹងប៉ូលីសអ្នកបានខុបខិតជាមួយអ្នកដទៃដើម្បីបង្ខំឲ្យប៉ូលីសមកចាប់បងមែនទេគ្រាន់តែរឿងឆ្កែមួយក្បាលនេះហ្នឹងឆ្លៀតពេលដែលខ្ញុំមិនបានចាប់ទីឡានខាងក្រោយបើកយ៉ាងខ្លាំងរួចលូកដៃទៅទាញដូដូតើតែធ្វើឲ្យវាស្លាប់ទើបអូនភ្ញាក់ខ្លួនមែនទេដូដូគេចខ្លួនយ៉ាងលឿនព្រមទាំងក្រហមយ៉ាងខ្លាំងចេញពីបំពង់ពេលនេះវាមានប្រតិកម្មរហ័សណាស់វាបានខំចំសាយនាឡិការបស់ឈិនយូស៊ូជាប់អាសាច់ឈួតឯងហ៊ានខំយើងផងឈិនយូស៊ូក្រវ៉ាត់វាចេញយ៉ាងខ្លាំងដូចមនុស្សឈួតថយចេញទៅវាធ្វើបែបនេះគឺដើម្បីជួយជីវិតបងទេវាគឺកំពុងជួយសង្គ្រោះជីវិតពួកយើងឈិនយូស៊ូបានសង្កត់ខ្ញុំទៅនឹងទ្វារឡានកម្លាំងរបស់គាត់ខ្លាំងគួរឲ្យខ្លាចណាស់សង្កត់ខ្ញុំរហូតដល់ថប់ដង្ហើមក្រុងហាយ៉ាងមានភាពស្ងប់ស្ងាត់ណាស់ពេលនេះគឺម៉ោង 5:30 ព្រឹកហើយមនុស្សក្រុមដំបងដែលក្រោកពីព្រលឹមមកហាត់ប្រាណបានដើរចេញមកក្រៅអស់ហើយមានរឿងអ្វីកើតឡើងសោះតើអូនចង់បង្កចំនួនដល់ពេលណាទៀតខ្ញុំសម្លឹងទៅឆ្ងាយមែនហើយមេឃភ្លឺហើយអ្វីគ្រប់យ៉ាងមើលទៅហាក់ដូចជាមានសន្តិភាពណាស់ស្រីម្នាក់នេះពិតជាឈួតមែនទែនមនុស្សជុំវិញខ្លួននាំគ្នាខ្សឹបខ្សៀវនាពេលនោះចិត្តរបស់ខ្ញុំក៏ចាប់ដើមរីរែកបន្តិចដែរតើវាពិតជាមកពីសភាពគិតរបស់ខ្ញុំខុសមែនទេប៉ុន្តែខ្ញុំបានអន់ក្បាលចុះទៅមើលដូដូវាហាក់បីដូចជានៅតែសង្ងំនៅក្រោមពុកឡានដដែលធ្មេញរបស់វាឡើងញ័រត្រើតរោមពេញខ្លួនរបស់វាឡើងប៉ះអស់ទៅហើយភ្នែករបស់វាសម្លឹងឆ្ពោះទៅទី2ប៉ុន្មានមិនដាក់ភ្នែកឡើយចុចលើដំណភ្ជាប់ខាងក្រោមដើម្បីដោះសោទស្សនាភាពពេញក្នុងពេល